ដើមស្លឹកគ្រៃមួយនេះពណ៌ស្វាយនេះហ្នឹងឯងបងប្អូនបើសិនជាមន់ថ្លោះឬក្រិចអីបងប្អូនហ្នឹងឯងញីយើងយកទៅរុំជើងដែលកន្លែងវាថ្លោះក្រិចហ្នឹងទៅវាអាចជួយជំនួយឲ្យជើងមន់ហ្នឹងវាបានជាសះស្បើយហ្នឹងឯងតែយើងមិនបាច់ចូលតែស្លឹកគ្រៃពណ៌ស្វាយនេះមកមុខទេស្លឹកគ្រៃពណ៌សយើងក៏អាចប្រើបានដែរហ្នឹងឯងហើយអត់មានអីច្រើនទេគ្រាន់តែចែករំលែកការមន់យើងឆ្លោះជើងឬក៏បាក់ជើងអីចឹងណាអាចរុំបានហ្នឹងឯងតែ2ថ្ងៃ3ថ្ងៃជាហ្នឹងយកទៅរុំឲ្យជាប់តែមុននឹងរុំយើងញីសិននេះយកស្លឹករបស់វាណាបងប្អូនយកស្លឹករបស់វាទៅរុំឲ្យរាងណែនបន្តិចណាហ្នឹងហើយដើម្បីឲ្យជាតិស្លឹកគ្រៃហ្នឹងតែមុននឹងរុំយើងញីសិនមិនយកទៅរុំអត់ញីទេអញ្ចឹងជាតិស្លឹកគ្រៃហ្នឹងវាទៅជួយឲ្យជើងមន់ឆាប់ជា